ចាអញ្ចឹងថ្ងៃនេះយើងរៀនដល់មេរៀនទី4កន្លះបន្ទាត់ពុះមុំនិងសំណង់មុំអញ្ចឹងថ្ងៃនេះគឺយើងរៀនអំពីចំណោទចាអញ្ចឹងដល់ចំណោទទី4សង់មុំ60ដឺក្រេតាមរូបដែលឲ្យដោយយកអូជាកំពូលនិងជ្រុងនៃមុំ OA សង់មុំ60ដឺក្រេបន្តរៀងគ្នាតាមទិសដៅត្រនិចនាឡិកាក៏តើបានមុំ60ដឺក្រេចំនួនប៉ុន្មានខគូសជាប់ចុងនៃអង្កត់ដែលជាជ្រុងនៃមុំទាំងនោះតើបានត្រីកោណចំនួនប៉ុន្មានតើត្រីកោណទាំងនោះជាត្រីកោណអ្វីចាអញ្ចឹងកូនសង្កេតមើលជាមួយអ្នកគ្រូទាំងអស់គ្នានេះអ្នកគ្រូមានអង្កត់គោះកន្លះបន្ទាត់ OA ណាដែលមានប្រវែង5សង់ទីម៉ែត្រអញ្ចឹងកូនមើលណាអញ្ចឹងគេយក O គឺជាកំពូលចាអញ្ចឹងកូនសង្កេតបន្តជាមួយអ្នកគ្រូណាចាអញ្ចឹងកូនមើលនេះអ្នកគ្រូមានអង្កត់ OA ណាអង្កត់ OA នេះដែលគេយក O ជាកំពូលចាអញ្ចឹងគេឲ្យយើងគូសមុំដែលមានរង្វាស់60ដឺក្រេរៀងតាមត្រនិចនាឡិកាអញ្ចឹងត្រនិចនាឡិកាវិលយ៉ាងម៉េចដែរអញ្ចឹងកូនមើលនាឡិការបស់យើងអញ្ចឹងមកគឺវាដើររបៀបនេះមែនទេចាគឺកន្លងពីឆ្វេងទៅស្ដាំចាអញ្ចឹងការគូសយើងក៏ដូចគ្នាដែរអញ្ចឹងយើងចាប់ផ្ដើមគូសមុំដែលមានរង្វាស់60ដឺក្រេអញ្ចឹងនេះគ្រូចាប់ទាញនេះចាអញ្ចឹងកូនដឹងហើយហេតុអីបានគេថា O ជាកំពូលគឺកូនចាំបាច់ត្រូវយកចុងស្រួចរបស់ដែលឈានយកមកដាក់នៅកំពូល O រួចហើយកូនទាញដែលឈានគូសមកណាចាកូននឹងបានបន្ទាប់មកទៀតកូនរក្សាទំហំដែលឈានដដែលហើយកូនយកចុងដែលឈាននេះយកមកដាក់នៅកន្លែងធ្នូដែលបានកាត់ជាមួយនឹងរង្វង់នេះណាកាត់ជាមួយនឹងធ្នូរង្វង់នេះដែលយើងគូសនោះអ្នកគ្រូនឹងបានចំណុចប្រសពមួយចានៅពេលដែលបានចំណុចប្រសពនឹងហើយចាអ្នកគ្រូចុចរួចហើយអ្នកគ្រូគូសបន្ទាត់ណាចាអ្នកគ្រូគូសបន្ទាត់ភ្ជាប់ចឹងកូនមើលកូនភ្ជាប់ជាមួយអ្នកគ្រូហើយមុំកូនគូសឲ្យហើយទៅហើយជ្រុងនេះប្រវែង5សង់ទីម៉ែត្រចឹងកូនវាស់ឲ្យហើយណាប្រវែង5សង់ទីម៉ែត្រចាពេលគូនេះយើងគូសឲ្យប្រយ័ត្នតិចណាកាលណាលំអៀងបន្តិចក៏អត់ត្រូវល្អដែរតែនៅលើក្តារខៀនអ្នកគ្រូរៀងវាចបន្តិចហើយអត់សូវបានត្រង់ល្អដូចកូននៅក្នុងសភៅទេចាអញ្ចឹងអ្នកគ្រូបានមុំនេះមួយគឺមានរង្វាស់60ដឺក្រេចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមបន្តគូសបន្តទៀតអញ្ចឹងអ្នកគ្រូបានជ្រុងមួយទៀតហើយមែនទេអញ្ចឹងដើម្បីគូសមុំដែលមានរង្វាស់60ដឺក្រេទៀតអ្នកគ្រូអាចវាស់ទំហំហ្នឹងទៀតក៏បានដែរណាទំហំហ្នឹងអ្នកគ្រូអាចដាក់ដែលឈានទំហំប៉ុណ្ណឹងក៏បានធំជាងហ្នឹងក៏បានឬក៏តូចជាងហ្នឹងក៏បានឥឡូវមួយនេះអ្នកគ្រូដាក់ទូជាងចាស់ណាអ្នកគ្រូប្រើទូជាងដើម្បីពិសោធន៍ចាអញ្ចឹងបន្ទាប់មកទៀតអ្នកគ្រូរក្សាដើមទំហំដែលឈានដដែលរួចហើយអ្នកគ្រូដាក់ចិត្តឲ្យចំចំណុចដែលធ្នូរបស់រង្វង់ហ្នឹងដែលកាត់ជាមួយនឹងជ្រុងហ្នឹងរួចអ្នកគ្រូគូសភ្ជាប់នឹងអ្នកគ្រូបានចំណុចមួយទៀតរួចហើយអ្នកគ្រូដៅចំណុចដែលកាត់ចាអ្នកគ្រូគូសចុចហើយអ្នកគ្រូប្រើបន្ទាត់ណាបន្ទាត់ជាប់ហើយមានទំហំ5សង់ទីម៉ែត្រដូចគ្នាចាហើយអ្នកគ្រូនឹងធ្វើបន្តទៀតអញ្ចឹងនេះអ្នកគ្រូទាញឲ្យធំណាទាញឲ្យធំជាងអាមុនទៀតអញ្ចឹងការធ្វើនេះគឺអ្នកគ្រូដាក់ឲ្យយើងដឹងថាទូចក៏ដោយធំក៏ដោយទោះបីកូនទាញដែលទំហំដែលឈានប៉ុណ្ណាក៏ដោយពេលដែលយើងធ្វើតាមវិធីរបស់គេហ្នឹងគឺយើងនឹងបានមុំដែលមានទំហំ60ដឺក្រេដូចគ្នាចាអញ្ចឹងអ្នកគ្រូគូឲ្យទាញឲ្យធំបន្តិចមកនោះអ្នកគ្រូនឹងបានណាចាបន្ទាប់ទៀតអ្នកគ្រូរក្សាវាទុកដដែលទំហំរបស់វារួចអ្នកគ្រូចុចកន្លែងនេះចាហើយអ្នកគ្រូគូសភ្ជាប់
ចាចឹងនេះគ្រូបានចំណុចមួយទៀតហើយចាអ្នកគ្រូបានចំណុចមួយទៀតអ្នកគ្រូដៅចំណុចហ្នឹងរួចអ្នកគ្រូគូភ្ជាប់ចាអ្នកគ្រូគូភ្ជាប់មកចានេះអ្នកគ្រូបានណាចារៀងលំអៀងបន្តិចដោយសារចុងដែលឈានហើយនឹងទំហំរបស់ហ្វឺតហ្នឹងរៀងខុសគ្នាដោយសារទំហំហ្វឺតធំអ្នកគ្រូចុចអត់ចំកន្លែងដដែលណាចាអញ្ចឹងកូនចាប់ដើមធ្វើទៀតណាគូបន្តទៀតចាអានេះកូនដាក់ទំហំប៉ុន្មានក៏បានដែរចាអញ្ចឹងបន្តទៀតយកទំហំប៉ុណ្នេះចាអញ្ចឹងកូនរក្សាទុកដដែលចាអញ្ចឹងកូនមើលជាមួយអ្នកគ្រូបន្តទៀតចាហើយអ្នកគ្រូចុចអានេះជាប់អ្នកគ្រូគូបានចំណុចកាត់មួយទៀតអញ្ចឹងនៅពេលបានចំណុចកាត់កូនគូភ្ជាប់ដដែលណាកូនធ្វើអញ្ចឹងដដែលមកចាអញ្ចឹងទំហំរបស់បន្ទាត់ហ្នឹងគឺមានទំហំប្រវែងចាប្រវែង5 សង់ទីម៉ែត្រដូចគ្នាមិញអ្នកគ្រូផ្លេចអ្នកគ្រូបានវាស់កន្លែងនេះអ្នកគ្រូវាស់ហើយដើម្បីពេលភ្ជាប់ទៅងាយស្រួលចាបានត្រឹមនេះចាអញ្ចឹងអ្នកគ្រូគូសបន្តទៀតចាអញ្ចឹងទំហំដែលឈាននេះអ្នកគ្រូប្រើធំជាងមុនបន្តិចណាចាអញ្ចឹងអ្នកគ្រូចាប់ដើមគូសបន្តទៀតហើយចាបន្ទាប់មកទៀតអ្នកគ្រូចុចកន្លែងនេះហើយអ្នកគ្រូនឹងគូសឲ្យវាកាត់ចាដល់ចុងកន្លែងនេះបន្តិចណាចឹងអ្នកគ្រូបានចំណុចនេះមួយទៀតចឹងអ្នកគ្រូគូសជាប់មកទៀតមកចាចា5 សង់ទីម៉ែត្រអញ្ចឹងសល់មួយចុងក្រោយបើសិនជាមួយចុងក្រោយនេះបើសិនជាកូនគូសត្រូវណាកូនគូសត្រូវគឺវាទំហំវាស្មើនឹង60ដឺក្រេនឹងតែម្ដងប៉ុន្តែបើអ្នកគ្រូប្រហែលជាអាចលំអៀងបន្តិចហើយមើលទៅចាអញ្ចឹងអ្នកគ្រូគូសតូចបានហើយចាបន្តមកទៀតអ្នកគ្រូរក្សាទុកដដែលចារៀងលំអៀងបន្តិចនេះខុសគ្នាបន្តិចអញ្ចឹងបើកូនគូសនៅក្នុងសភៅគឺកូនគូសចំហើយនេះចំកន្លែងនេះណាអ្នកគ្រូលំអៀងប្រហែលបន្តិចអញ្ចឹងនេះអ្នកគ្រូបានមុំ60ដឺក្រេ1 60ដឺក្រេ2 60ដឺក្រេ3 60ដឺក្រេ4 60ដឺក្រេ5 60ដឺក្រេ5 6អញ្ចឹងបន្ទាប់មកទៀតអ្នកគ្រូគូសភ្ជាប់ណាគូសភ្ជាប់អង្កត់នៃចុងរបស់អង្កត់ហ្នឹងគូសភ្ជាប់ទៅតែបានត្រីកោណចំនួនប៉ុន្មានកូនសង្កេតមើលបានប៉ុន្មានកូនចាអញ្ចឹងបានត្រីកោណចំនួនប៉ុន្មានចាត្រីកោណ1 2 3 4 5 5 6អញ្ចឹងកូនអាចឆ្លើយប្រាប់គេបានថាកណាគេសួរថាតើបានមុំចំនួនប៉ុន្មានអញ្ចឹងយើងឆ្លើយថាយើងបានមុំ60ដឺក្រេចំនួន6លំហាត់ខគេសួរថាតើបានត្រីកោណចំនួនប៉ុន្មានដែរអញ្ចឹងយើងបានត្រីកោណប៉ុន្មានយើងបាន
ត្រីកោណចំនួន6ដូចគ្នាហើយគេសួរថាតើត្រីកោណហ្នឹងមានជាត្រីកោណអ្វីអញ្ចឹងកូនបានរៀនតាំងពីថ្នាក់ទី2ទី3ទី4ទី5មកហើយអញ្ចឹងត្រីកោណដែលមានរង្វាស់មុំ60ដឺក្រេហើយនឹងមានជ្រុង2នេះណាជ្រុង2នេះស្មើគ្នាអញ្ចឹងត្រីកោណហ្នឹងគេហៅថាត្រីកោណនៃគេចាអញ្ចឹងត្រីកោណហ្នឹងត្រីកោណទាំងនោះចាត្រីកោណទាំងនោះជាត្រីកោណអីចាត្រីកោណទាំងនោះជាត្រីកោណចាជាត្រីកោណសាចាជាត្រីកោណសាក់ម៉ាំងព្រោះត្រីកោណ